អង្គរ Ultra Trail លើកទី9មកដល់ស្អែកនេះដោយមានអ្នករត់មិនចាញ់ឆ្នាំមុនឡើយទីវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail លើកទី9នឹងប្រព្រឹត្តទៅនៅថ្ងៃទី24ខែមករាឆ្នាំ2026នៅបរិវេណរមណីយដ្ឋានអង្គរដោយមានអត្តពលិកជាតិនិងអន្តរជាតិប្រមាណជាង1700នាក់ចូលរួមប្រហាក់ប្រហែលជាមួយនឹងកាលពីឆ្នាំមុនដែរឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាមានប្រសាសន៍ថាមកទល់នឹងពេលនេះដំណើរការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងរត់កាត់ឧបសគ្គនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាបអាជ្ញាធរអប្សរានិងគ្រឹះស្ថានអង្គរក៏ដូចជាកម្លាំងពាក់ព័ន្ធទាំងអស់នានាដើម្បីថែរក្សាសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ក៏ដូចជាការរៀបចំឲ្យបានគគិតគគ្រេងចំពោះចំនួនអ្នកចូលរួមក៏មានសន្ទុះល្អបើប្រៀបធៀបកាលពីឆ្នាំមុនមានអ្នកចូលរួម1700នាក់ខណៈឆ្នាំនេះមុនព្រឹត្តិការណ៍មកដល់មានអ្នកចុះឈ្មោះចូលរួមប្រមាណ1700នាក់ដែរតួលេខនេះបានបង្ហាញថាការចូលរួមរបស់អ្នករត់ប្រណាំងចម្ងាយឆ្ងាយមកពីជុំវិញពិភពលោកក្នុងព្រឹត្តិការណ៍អង្គរ Ultra Trail នៅលើទឹកដីអង្គរអច្ឆរិយៈនៅតែមានសន្ទុះល្អពិសេសកម្លាំងអត្តពលិកជាតិនិងអន្តរជាតិដែលបានចូលរួមរត់ចម្ងាយ100គីឡូម៉ែត្រតែម្ដងឯកឧត្តមបន្តថាកម្លាំងនៃការចូលរួមរបស់យើងគឺកាន់តែល្អដោយសារយើងមើលឃើញថាមានអ្នកចូលរួមរត់ចម្ងាយឆ្ងាយឧបសគ្គចម្ងាយ100គីឡូម៉ែត្រមានការរីកចម្រើនដែលបង្ហាញពីភាពរឹងមាំនៃផ្នែកសុខុមាលភាពរបស់ប្រជាជនយើងអញ្ចឹងអ្នកចូលរួមច្រើនជាង500នាក់មានកម្ពុជាហើយជនជាតិបារាំងក៏កើនឡើង500នាក់ដែរបន្ទាប់មកមានប្រទេសផ្សេងៗទៀតអាមេរិកអង់គ្លេសស្ប៉ុននិងចិនជាដើមសិតសឹងតែចូលរួមនេះជាសក្ខីភាពនៃការរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីជួយដល់សង្គមរបស់យើងនិងជួយដល់ប្រតិបត្តិការទេសចរនិងខេត្តសៀមរាបយើងសង្ឃឹមថាគណៈកម្មាធិការនឹងខិតខំឲ្យបានល្អប្រកបដោយសុវត្ថិភាពនិងជោគជ័យក្នុងខួបលើកទី9ដើម្បីឈានទៅរកខួបទី10នេះឆ្នាំក្រោយឲ្យកាន់តែអធិកអធមជាមួយនឹងគោលដៅតាក់ទាញអ្នកចូលរួមឲ្យបានច្រើនយ៉ាងហោចណាស់5000នាក់គួរដឹងថាទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី9ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះនឹងមាន6វិញ្ញាសាចូលរួមមានវិញ្ញាសាចម្ងាយ8គីឡូម៉ែត្រ18គីឡូម៉ែត្រ32គីឡូម៉ែត្រ42គីឡូម៉ែត្រ64គីឡូម៉ែត្រនិងរត់ចម្ងាយ100គីឡូម៉ែត្រព្រឹត្តិការណ៍នេះដែរនឹងក្រុងធ្វើឡើងក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា